មានថ្ងៃមួយបុរសឈ្មោះសុកបានធ្វើដំណើរទៅកាប់អុកក្នុងព្រៃលុះទៅដល់ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានោះបានស្លាប់ដោយសារពូជឹកព្រោះនៅខាងក្រោយខ្លាមានរុនពោះមួយបុរសនោះមានចិត្តសប្បុរសក៏សាកសពសត្វនោះណាស់ក៏ស្រែកថងយាមយកថ្នាំដុសលាបឲ្យលុះបានមួយស្របក់ខ្លាបានដឹងខ្លួនឡើងឃើញខ្លួនប្រាណប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទុំម្នាស់នឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយតបវិញថាយើងដើរមកបានឃើញឯងស្លាប់ដោយសារពូជឹកហើយយើងក៏ដាក់ថ្នាំលាបឲ្យឯងឲ្យរស់ទេតើខ្លាក៏បន្តតបទៀតថាអញមានអីស្លាប់ពោះមានចឹកអញពីពេលណាអញកំពុងតែដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវតែប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយបងអាណិតយើងផងបងកុំអាលពិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកឃើញថាយើងខុសសូមបងប្រហារជីវិតយើងបើយើងត្រូវសូមទុកជីវិតយើងផងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរព្រៃក៏និយាយថាបងទាំងពីរអាណិតទៅជួយយកអាយុជីវិតយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងវិញដោយសារយើងដាក់ថ្នាំឲ្យតែវាបានប្រាថ្នាប្រហារជីវិតខ្ញុំថាខ្ញុំធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យវាប្រឡាក់ពេញខ្លួនអស់សូមបងទៅជួយរកយុត្តិធម៌ឲ្យខ្ញុំផងសេះនិងក្របីបានស្ដាប់ដំណើររឿងចប់ក៏គិតក្នុងចិត្តថាតាមពិតត្រូវតែកាត់ក្តីឲ្យបរោះនោះឈ្នះខ្លាប៉ុន្តែបើឲ្យបរោះនោះឈ្នះទៅមុខជាខ្លាគុំគួននឹងអញហើយស៊ីអញជាអាហារពំខានសេះនិងក្របីគិតដូច្នោះហើយក៏ប្រាប់ទៅចៅសុកវិញថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុកក៏រឹតភ័យខ្លាំងឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភីទន្សាយចៅសុកក៏ប្តឹងតាមដំណើររឿងសុភីទន្សាយដឹងរឿងសពគ្រប់ហើយក៏បានប្រាប់ទៅចៅសុកថាពេលនេះបងឯងទៅសុំអង្វរខ្លាទៀតទៅយើងនឹងទៅជួយបងឯងតាមក្រោយគ្រាដែលបុរសនោះនិងខ្លាកំពុងតែជជែកគ្នាសុភីទន្សាយបានទៅដល់រួចក៏ធ្វើជាសួរថាតើបងឯងទាំងពីរនាក់នេះទាស់គ្នាពីរឿងអ្វីដែរខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររឿងរៀងៗខ្លួនពេលនោះសុភីទន្សាយបានកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកត្រង់កន្លែងដដែលឲ្យយូរដូចមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់នោះសូមបងឯងមកពីឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់ពេលនោះពស់ក៏បានចេញពីរុនមកចឹកខ្លានោះស្លាប់ទៅសុភីទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវារស់ទៀតណាទុកវាឲ្យដេកស្លាប់នឹងហើយសុភីទន្សាយបានប្រាប់បុរសនោះហើយក៏បានលាចៅសុកទៅរំនៅវិញទៅ